អ្នកគ្រូបានសន្យាជាមួយកូនថានឹងលេងល្បែងចាល្បែងក្នុងនេះមិនមែនលេងល្បែងស៊ីសងអីទេមិនមែនលេងបៀលេអាប៉ោងកតុលលេងអីទេកូនចាអ្នកគ្រូលេងល្បែងគេកូនចាល្បែងសិក្សាល្បែងសិក្សាអ្នកគ្រូកាលពីអ្នកគ្រូនៅក្មេងកូនអ្នកគ្រូធ្លាប់លេងដែរអញ្ចឹងអ្នកគ្រូនឹងយកល្បែងនេះមកចែករំលែកប្រាប់កូនម្ដងបងរៀនកូនលេងអញ្ចឹងកូនដឹងអត់ថាល្បែងហ្នឹងកូនឃើញថាហ្នឹងស៊ីគេចាកូនឃើញអ្វីចាមើលទៅមូលីបាអញ្ចឹងរបស់នេះហៅថាដំឡូងយើងនិយាយថាដំឡូងក្តៅហេតុអីមិនក្តៅចានៅពេលដែលអ្នកគ្រូស្រែកប្រាប់ថាឈប់គឺកូននៅលើដៃកូនណាគឺកូននឹងបើកមកសតុបអានថាក្នុងហ្នឹងគេនិយាយអំពីអ្វីកូនតន់អត់ចាអញ្ចឹងអ្នកគ្រូសូមប្រាប់លក្ខខណ្ឌក្នុងការលេងតោះស្ដាប់ឲ្យតន់ទាំងអស់គ្នាកូនដាក់កូនបោះតគ្នាកូនយល់អត់កូនបោះឲ្យតគ្នាទៅមិត្តភក្តិកូនជីជូនៅពេលអ្នកគ្រូនិយាយថាឈប់កូនឈប់បោះហើយនៅលើដៃអ្នកណាគឺអ្នកនោះត្រូវបកឧទាហរណ៍បើទៅរួមច្រៀងឬក៏ឆ្លើយសំណួរអញ្ចឹងកូនត្រូវតែធ្វើកូនតន់អត់យល់ទេណាហើយក្នុងនឹងភាគច្រើនតើតើនឹងមេរៀនសិក្សារបស់យើងដូចជាមានភាសាខ្មែរមានគណិតវិទ្យាចាគិតលេខច្រៀងចម្រៀងអានអក្សរហើយនឹងល្បែងកំសាន្តតិចតួចចាកូនយល់អត់ចាអញ្ចឹងនៅពេលដែលកូនលេងគឺកូនត្រូវបោះចម្លងដៃតគ្នាឲ្យលឿនបន្ទាប់មកអ្នកគ្រូថាឈប់ដំឡងនេះនៅលើដៃអ្នកណាគឺអ្នកនោះត្រូវបកមកសន្ទាប់ហើយអានកូនណាចាំអីកូនត្រូវឡើងមកលើក្តារហើយកូនធ្វើកិច្ចការដែរនៅក្តារនឹងដាក់ឲ្យកូនយល់អត់ចាអូខេតោះចាប់ផ្ដើមហើយលឿនតោះ
លទ្ធផលបោកចូលគ្នាស្មើ9ត្រូវអ្នកគ្រូបញ្ជាក់ឲ្យខ្លាំងហ៎ចាឃើញថាវុធីពិតជាក្លាហានក្នុងការធ្វើបានតើអ្នកផ្សេងអាចងាប់ដៃងាប់ជើងនឹងគាត់ចឹងអត់មើលតើអ្នកខាងក្រោយកូនជួយបញ្ជាក់អ្នកគ្រូតើបងមើលឃើញតែគូណាកូនណា27បោកចូលគ្នាបានមែនកូនត្រូវហ៎ចា9ស្មើនឹង9ត្រូវហ៎ចាតែដៃជួយមិត្តភក្តិកូនមួយចាឥឡូវបន្តពីបានលេងហ្គេមខ្លះបានលេងហ្គេមហើយអញ្ចឹងកូនមានអារម្មណ៍យ៉ាងណាបាទហើយចំពោះអ្នកដែលបានចំហ្គេមចំល្បែងសិក្សាយើងកូនមានអារម្មណ៍យ៉ាងណាសប្បាយទេយោចាទាំងអស់នោះសត្វតាមេរៀនតើតើនឹងការសិក្សាទេដូចជាសូត្រមេលេខឡើងភេរមលេខសូត្រចម្រៀង